ធ្វើការបាញ់មកក្នុងកងគណនេយ្យរបស់ខ្ញុំហើយតាមចំនួនដែលខ្ញុំធ្វើការទទួលបានឥឡូវនេះគឺដល់ពេលដែលខ្ញុំធ្វើការបាញ់កាក់ចំនួនទឹកលុយនេះទៅឲ្យគាត់វិញបាទតាមរយៈកន្លែងនេះបងប្អូនក៏ធ្វើការចុចនៅលើពាក្យថា payment បាទនេះបាទ payment revert ហ្នឹងបងបាទហ្នឹងហើយបាទ convert បាទអូខេចុចតាមហ្នឹងមកអ្នកគ្នាបាទបន្តមកទៀតគឺបងប្អូនយកខាងក្រោមគេនេះបាទយកខាងក្រោមគេមកចុចតាមខ្ញុំហ្នឹងហើយអាហ្នឹងគឺសម្រាប់បងប្អូនយើងដែលគាត់មិនទាន់បានកាក់ដែលគាត់បានធ្វើការទទួលបានលុយជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតបាទនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងតាក់ទងជាមួយនឹងរបៀបនៃការដកលុយមកចាយនៅខាងក្រៅជាមួយនឹងពីកម្មវិធី Binance ពី Wallet Binance ទៅធនាគាររបស់យើងខាងក្រៅដូចជា ABA, Exida, Win ឬក៏ True Money អីដែលបងប្អូនចង់ធ្វើការដកទៅគឺបងប្អូនអាចទៅធ្វើការដកបានបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមឲ្យបងប្អូនយើងមុនទៅដល់តាមដានវីដេអូរបស់ខ្ញុំណាខ្ញុំសូមបងប្អូនយើងធ្វើការចុចនៅលើទៅនេះដែលមានពាក្យថាជាវឬក៏ពាក្យថា Subscribe ឲ្យបើសញ្ញាកណ្ដឹងបែបហ្នឹងផងដើម្បីបាននៅវីដេអូអាប់ដេតថ្មីៗបន្តទៀតបាទជាមួយនឹងការចុះឈ្មោះរកលុយជាមួយនឹងកម្មវិធីក្តី website ក្តីឬក៏ពីរបៀបនៃការដកលុយក្តីបាទអញ្ចឹងបងប្អូនដែលគាត់មកក្រោយកុំភ្លេចធ្វើការ Subscribe ផងអ្នកនាងហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍ចង់ធ្វើការរក្សាទុកមើលនៅថ្ងៃក្រោយទៀតបងប្អូនអាចធ្វើការ share ទៅឲ្យគ្នាយើងបានមើលឬក៏បានទស្សនាបន្តផងបាទអូខេតោះឥឡូវបងប្អូនទៅមើលជាក់ស្ដែងទៅខ្ញុំបង្ហាញអំពីការដកលុយចេញពីក្នុង Wallet Binance គឺជារបបលុយ exchange លុយឬក៏កាក់មួយយើងអាច sell យើងអាចលក់បាទយើងអាចលក់ឬក៏ទិញកាក់ដកលុយមកចាយឲ្យខាងក្រៅបានតាមរយៈ P2P បាទអញ្ចឹងឥឡូវបងប្អូនកុំឲ្យខាតពេលវេលាយូរតោះទៅមើលដល់គ្នាទៅហើយបងប្អូនដែលគាត់មកថ្មីណាដែលគាត់ចង់ធ្វើការទៅពីចំណុចចាប់ផ្ដើមដំបូងគឺបងប្អូនអាចធ្វើការមើលវីដេអូអស់នេះគឺជាវីដេអូ2នេះគឺខ្ញុំទើបតែធ្វើការបង្ហាញដល់គ្នាជាមួយនឹងការចុះឈ្មោះទេបាទវីដេអូអស់ហ្នឹងគឺជាវីដេអូរបៀបនៃការចុះឈ្មោះហើយនិងរបៀបនៃការលេងបាទជាមួយនឹង website បាទអញ្ចឹង website គឺបងប្អូនយើងអាចធ្វើការរកលុយបានដែរតាមរយៈបាទ link នៅខាងក្រោមវីដេអូហ្នឹងអូខេអញ្ចឹងឥឡូវតោះទៅមើលដល់គ្នាពីរបៀបនៃការទៅដកលុយបាទអូខេតោះអូខេបងប្អូនអរគ្នាបាទអញ្ចឹងឥឡូវនេះគឺខ្ញុំបានឈរមកដល់ហើយនេះហើយអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញបន្តិចតាក់ទងមុនទៅដល់ app Binance របស់ខ្ញុំអញ្ចឹងដើម្បីយើងធ្វើការដកបានគឺខ្ញុំសូមធ្វើការបង្ហាញ app 3នេះគឺមានដូចជា app Binance app Gmail នេះអក្សរ M ហ្នឹងហើយនឹងអានេះគឺជា app មួយដែលយើងធ្វើការរក្សាសុវត្ថិភាពប្រព័ន្ធ KYC បាទអញ្ចឹងបងប្អូនតែធ្វើការមាន app 3ហ្នឹងណាគ្នាបាទគឺត្រូវតែមាន app 3ហ្នឹងអូខេអញ្ចឹងឥឡូវបងប្អូនធ្វើការចុចចូលមកក្នុង Binance មកនេះគឺជា app Binance បងប្អូនឃើញណានេះគឺជា logo បាទ logo Binance នេះបាទចុចតាមខ្ញុំមកនេះបាទគឺ Binance ចុចតាមហ្នឹងមកអូខេនេះ Binance ណាអ្នកនាងអញ្ចឹងខ្ញុំធ្វើការមកដល់ហើយនេះគឺបងប្អូនយើងអាចមានទឹកលុយចាប់ពី$10ឡើងទៅគឺបងប្អូនអាចដកបានហើយបាទអញ្ចឹងខ្ញុំមានចំនួន$47.17សេននៅក្នុង Binance អញ្ចឹងខ្ញុំធ្វើការដកទាំងអស់ហ្នឹងទៅក្នុងធនាគាររបស់ខ្ញុំអញ្ចឹងឥឡូវនេះគឺខ្ញុំឈរឡើង home ឥឡូវបងប្អូនធ្វើការមើលតាមខ្ញុំឲ្យតាន់បងប្អូនចុចកន្លែងនេះមកនេះចុចនៅកណ្ដាលគេនេះដែលមានពាក្យថា trade នេះបាទអញ្ចឹងដើម្បីយើងធ្វើការដកបានគឺបងប្អូនតែ convert សិនបាទចំពោះបងប្អូនយើងដែលគាត់មិនទាន់បានធ្វើការ convert ណា convert គឺបានន័យថាយើងធ្វើការបដូរពីកាក់ទៅជាលុយសិនបាទបដូរពីកាក់នេះជាឧទាហរណ៍ថាកាក់ Polygon នៅខាងលើនេះបាទនេះគឺ USDT យើងអាចធ្វើការផ្លាស់ប្ដូរបានអ្នកនេះណាបាទអានេះឧទាហរណ៍ថានេះបងប្អូនចង់ធ្វើការបដូរពីកាក់ Polygon នៅខាងលើហ្នឹងបដូរមកទៅជាកាក់ USDT បាទអញ្ចឹងដើម្បីយើងដកបានគឺត្រូវតែធ្វើការបដូរទៅជាកាក់ USDT សិនទើបយើងអាចដកជាលុយដុល្លារបានអូខេអញ្ចឹងនេះបងប្អូនធ្វើការចុចមេតានេះមកគឺយើងធ្វើការ convert វានេះអញ្ចឹងខ្ញុំធ្វើការចុចពី trade នេះមកដើម្បីយើងធ្វើការបដូរពីកាក់ Polygon ឬក៏កាក់ផ្សេងទៀតចូលទៅជាកាក់USDT អូខេអញ្ចឹងបងប្អូនធ្វើការចុចពីថា confirm មកបាទទៅហ្នឹងបាទចុច OK ទៅមកបើសិនជាវាចេញតម្រងបែបហ្នឹងណាអូខេបន្តមកទៀតគឺបងប្អូនយើងធ្វើការចាំតិចទៅនេះចុច confirm ម្ដងទៀតបាទ confirm ម្ដងទៀតអូខេហ្នឹងហើយអញ្ចឹងចាំតិចអ្នកគ្នានេះអញ្ចឹងវាបាន subset ហើយនេះបងប្អូនឃើញក៏ដាក់ថា
បូក 0.13 USDT 13 cent បាទ13 USDT ហ្នឹងគឺ13 cent គឺ complete ហើយខ្ញុំបានធ្វើការ convert វាconvert វាហើយអ្នកនរណាបាទខ្ញុំបាន convert វាហើយអញ្ចឹងបន្តមកទៀតគឺបងប្អូនយើងធ្វើការចូលមកកន្លែងនេះមួយទៀតបាទបងប្អូនមកចូលតាមខ្ញុំណាបាទខ្ញុំសូមធ្វើការចេញបន្តិចអ្នកនេះបាទអធិស្ឋានរៀងដាក់រអូលបន្តិចអ្នកនេះរៀងយូរអូខេអញ្ចឹងខ្ញុំសូមធ្វើការចេញមកវិញនេះអូខេបន្តមកទៀតគឺបងប្អូនយើងធ្វើការចុចនៅលើនេះមកនេះបាទនេះហើយនេះនៅខាងស្ដាំដៃហ្នឹងនៅខាងគៀនគេបងអស់ហ្នឹងនេះបាទចុចឯ wallet ហ្នឹងមកបាទចុចលើ wallet ហ្នឹងទៅបន្តមកទៀតគឺបងប្អូនយើងចេញមកទំនងបែបនេះអញ្ចឹងបងប្អូនឈរនៅកន្លែងនេះកន្លែងមុខងារទី1 step ទី1នៅខាងលើណាបាទអញ្ចឹងលុយរបស់ខ្ញុំគឺនៅកន្លែងហ្នឹងបាទនៅកន្លែងហ្នឹងគឺសរុបបាទអញ្ចឹងបងប្អូនធ្វើការចូលកន្លែង support អីមកនេះបងប្អូនចូលកន្លែង support នេះបងប្អូនឥឡូវបងប្អូនឈរកន្លែងនេះឥឡូវបងប្អូនធ្វើការចុចចូលកន្លែង support មកហ្នឹងហើយអញ្ចឹងកន្លែង support នេះគឺសូមបញ្ជាក់អ្នកនរបើសិនជាអ្នកនរមានលុយកន្លែងហ្នឹងគឺបងប្អូនត្រូវតែធ្វើការនេះបងប្អូនត្រូវតែធ្វើការចុចពាក្យថានេះបើសិនបងប្អូនយើងមានលុយកន្លែងហ្នឹងណាបាទមានលុយកន្លែង support ហ្នឹងបងប្អូនត្រូវតែធ្វើការចុចពាក្យថានេះ transfer ហ្នឹងឲ្យវាទៅជាលុយឲ្យវាទៅចូលកន្លែងនេះកន្លែង funding សិនបាទបងប្អូនត្រូវតែធ្វើការបដូរលុយទៅចូលកន្លែង funding សិនបាទ funding នេះអញ្ចឹងលុយរបស់ខ្ញុំគឺខ្ញុំបានធ្វើការបដូរហើយវាបានចូលទៅក្នុងកន្លែងមុខងារនេះ funding ហើយអ្នកនេះឃើញហើយ funding ហ្នឹងវានៅក្បែរ support ដែរបាទអញ្ចឹងបងប្អូនអាចធ្វើការចុចបដូរវាហើយទៅបន្តមកទៀតគឺបងប្អូនយើងធ្វើការចូលមកពាក្យថា P2P នៅខាងក្រោមហ្នឹងបាទនៅក្នុង funding ខាងក្រោម deposit ហ្នឹងបាទបន្តមកទៀតគឺបងប្អូនយើងមកដល់នេះគឺបងប្អូនយើងធ្វើការយកពាក្យថា sell បាទនេះយកពាក្យថា sell ឯមកនេះ sell ហ្នឹងគឺបានថាយើងលក់បាទយើងលក់ណាមិនទិញទេបន្តមកទៀតគឺបងប្អូនយើងធ្វើការចុចដៃនេះកន្លែងនេះតែមានពាក្យថា payment នេះបាទចុចលើពាក្យថា payment ហ្នឹងមកហើយតែនេះគឺ amount អញ្ចឹងបងប្អូនធ្វើការចុច payment សិន payment ហ្នឹងគឺយើងរើសទៅមួយធនាគារដែលបងប្អូនចង់ធ្វើការដកទៅបាទខ្ញុំសូមធ្វើការយក ABA ឬក៏បងប្អូនយើងអាចធ្វើការយកផ្សេងៗទៀតក៏បានដែរដូចជា ACDA ដូចជាAMK ដូចជាផ្សេងៗទៀតមានច្រើននៅក្នុងហ្នឹងអ្នកអាចធ្វើការយកមួយណាក៏បានដែរអញ្ចឹងខ្ញុំសូមធ្វើការចុចនៅលើ ABA ហើយយកពាក្យថា confirm មកប៉ុណ្្នឹងទៅបាទបន្តមកទៀតគឺបងប្អូនយើងយកពាក្យ amount ម្ដងបាទយកពាក្យ amount នៅក្បែរ ABA ហ្នឹងបាទអញ្ចឹងបងប្អូនធ្វើការបញ្ចូលចំនួនទឹកលុយចូលមកចាប់ពីខ្ញុំសូមធ្វើការបញ្ចូលចំនួន$47ចុច confirm មកបាទអញ្ចឹងមកគ្នាអាចធ្វើការ refresh វាមួយទៅបាទបន្តមកទៀតគឺបងប្អូនយើងឃើញនៅនេះខាងលើនេះគឺបងប្អូនយើងឃើញហើយបាទវាមានឈ្មោះជាអ្នកលក់កាក់ឲ្យយើងបាទជាអ្នកបាញ់លុយឲ្យយើងអញ្ចឹងណាយើងលក់ឲ្យពួកគាត់អញ្ចឹងណាហើយបងប្អូនមើលទៅនេះដើម្បីយើងធ្វើការដកបានលឿនរហ័សគឺបងប្អូនតែមើលទៅនេះគឺមានសញ្ញាអនឡាញពណ៌ខៀវបាទពណ៌បៃតងហ្នឹងណាបាទសញ្ញាអនឡាញហ្នឹងគឺបានថាបញ្ជាក់ថាគាត់កំពុងតែនៅហ្នឹងគាត់កំពុងតែធ្វើការឥឡូវហ្នឹងណាគ្នាអូខេអញ្ចឹងបងប្អូនធ្វើការមើលទៅនេះម្ដងទៀតគឺ ABA ហើយនេះគឺជាចំនួនទឹកលុយរបស់ខ្ញុំនេះទឹកលុយរបស់ខ្ញុំគឺធ្វើការដកចាប់ពីចំនួន$47ឡើងទៅអូខេបន្តមកទៀតគឺបងប្អូនយើងធ្វើការចុចពីថា sell មកនេះ sell មកគឺយើងលក់បាទបើសិនបងប្អូនយកbuy គឺបានថាយើងទិញបន្តមកទៀតគឺបងប្អូនយកពាក្យថា buy crypto នេះ buy crypto ហើយបន្តមកទៀតគឺបងប្អូនយើងធ្វើការចុចពាក្យថា mix USDT អញ្ចឹងបងប្អូនឃើញបងប្អូនបានធ្វើការបញ្ចូលខ្ញុំធ្វើការដកចំនួន47 USDT ហ្នឹងឬក៏$47.14 សេនបាទនេះគឺបងប្អូនយើងអាចធ្វើការមករើសចំនួនធនាគារបានបាទអញ្ចឹងខ្ញុំនេះគឺខ្ញុំបានធ្វើការបញ្ចូលជាមួយនឹងគណនី ABA របស់ខ្ញុំហើយនេះបើសិនបងប្អូនឯងគាត់មិនទាន់មានទេអាចធ្វើការ edit បូកចុចលើសញ្ញាបូកហ្នឹងមកបាទចុចលើសញ្ញាបូកហ្នឹងមកបន្តមកទៀតគឺវាចេញមកវាឲ្យបងប្អូនធ្វើការបញ្ចូលព័ត៌មានដូចជាកន្លែងខាងលើគេដាក់ថា full name ហើយខាងក្រោមគេដាក់ថា account number គឺជាលេខគណនី ABA របស់យើងហ្នឹងដុល្លារជាលេខគណនីដុល្លារនេះខាងក្រោមនេះហើយនេះគឺជា account number KHR គឺជាលេខគណនី QR ខ្មែរបាទហើយនេះគឺជា QR លេខយើងធ្វើការបញ្ចូល QR របស់យើងណាអូខេអញ្ចឹងទៅប៉ុណ្្នឹងទេឥឡូវបងប្អូនយើងខ្ញុំបានធ្វើការបញ្ចូលហើយណាខ្ញុំបានធ្វើការបញ្ចូលព័ត៌មានឲ្យអស់ហើយអញ្ចឹងខ្ញុំសូមធ្វើការដកតាម ABA បាទខ្ញុំដកទៅតាម ABA បន្តមកទៀតគឺបងប្អូនយើងមើលត្រឹមត្រូវអស់ហើយបងប្អូនធ្វើការចុចពាក្យថានេះនៅខាងក្រោមគេនេះបាទអញ្ចឹងខ្ញុំធ្វើការដកនេះដកទាំងអស់អ្នកនេះចំនួន$47បាទ
ដកទៅ ABA ហ្នឹងឥឡូវបងប្អូនធ្វើការចុចលើប៊ូតុងពណ៌ក្រហមហ្នឹងមកបាទពណ៌ក្រហមហ្នឹងបន្តមកទៀតគឺបងប្អូនយើងនេះមើលទៅនេះកន្លែងនេះគឺបាទកន្លែងfree បាទសេវាអញ្ចឹងខ្ញុំដកចំនួន$47.14សេនមានអសល់តែចំនួន$46ជាងទេបាទអសល់ប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងវាសេវាវារៀងក្រៅឡើងអ្នកនេះបាទប៉ុន្តែវាអត់ច្រើនណាស់ទេអូខេអញ្ចឹងឥឡូវបងប្អូនធ្វើការចុចលើខាងក្រោមពាក្យពាក្យក្រហមមើលតាមសញ្ញាព្រួយរបស់ខ្ញុំបង្ហាញហ្នឹងទៅបាទបន្តមកទៀតគឺវាកំពុងតែដំណើរការអូខេចាំតិចណាហ្នឹងហើយចាំតិចទៅអូខេអញ្ចឹងមកដល់ហើយនេះគឺអ្នកគ្នាបាទមកដល់ហើយនេះគឺបងប្អូនយើងបើសិនជាឃើញពាក្យបែបនេះគឺបងប្អូនយើងបើសិនជាមិនទាន់ឃើញលុយចូលទៅក្នុងគណនី ABA កង់របស់យើងទេកុំទាន់អាចបាទអញ្ចឹងតែនេះគឺវាអត់ទាន់បង្ហាញជាមួយនឹងប៊ូតុងពណ៌លឿងទេបាទពណ៌លឿងទេណាតែបើសិនជាវាចេញបង្ហាញប៊ូតុងពណ៌លឿងបងប្អូនកុំភ្លេចធ្វើការចូលទៅមើលនៅកង់ធនាគារ ABA របស់យើងសិនបាទទៅមើលសិនថាតើឈ្មោះហ្នឹងគឺបានបាញ់លុយឲ្យយើងចូលក្នុងកង់របស់យើងហើយឬនៅបើសិនជានៅទេកុំតើអាចុចបាទនៅលើប៊ូតុងពណ៌លឿងហ្នឹងណាហើយឡើយនេះគឺបងប្អូនអាចធ្វើការឆាតទៅគាត់បានគាត់ធ្វើការវិភាគថា hello ឬក៏ hi មួយម៉ាត់ពីរម៉ាត់ទៅក៏បានដែរយើងគាត់ថា hi ទៅគាត់ចឹងណាគ្នាបាទនឹងអញ្ចឹងនេះគាត់កំពុងតែធ្វើការគាត់ចាក់ចេញចឹងគ្នាបាទគឺគាត់ចាក់ចេញគាត់ចេញពីកន្លែងហ្នឹងណាបាទអញ្ចឹងយើងត្រូវធ្វើការរងចាំសិននេះអូខេអ្នកគ្នាអញ្ចឹងឥឡូវនេះគឺខ្ញុំកំពុងតែធ្វើការរងចាំគាត់បើសិនជាបងប្អូនឃើញប៊ូតុងពណ៌បៃតងអធិស្ឋានពណ៌លឿងនៅខាងក្រោមនេះបងប្អូនចូលទៅមើលលុយនៅក្នុងកង់ធនាគាររបស់យើងសិនគឺហាមណាកុំតើអាចចុចឲ្យសោះឡើយហ្នឹងអ្នកគ្នាបាទកុំតើអាចចុចណាបើសិនជាអ្នកគ្នាចុចតែហ្នឹងវានឹងនាំអ្នកគ្នាចូលទៅក្នុងបន្ទាប់ទៀតបងប្អូនបាញ់កាក់ឲ្យគេបងប្អូនតើបានលុយគឺខាតហើយអ្នកគ្នាណាបាទសូមបញ្ជាក់អូខេអញ្ចឹងឥឡូវបាទគឺខ្ញុំបានធ្វើការរងចាំឥឡូវនេះដល់ពេលឬក៏វេលាដែលគាត់បានធ្វើការបាញ់លុយឲ្យខ្ញុំចូលទៅហើយអញ្ចឹងលុយវាបានធ្វើការបាញ់មកក្នុងកង់គណនីរបស់ខ្ញុំហើយតាមចំនួនដែលខ្ញុំធ្វើការទទួលបានឥឡូវនេះគឺដល់ពេលដែលខ្ញុំធ្វើការបាញ់កាក់ចំនួនទឹកលុយនេះទៅឲ្យគាត់វិញបាទតាមរយៈកន្លែងនេះបងប្អូនគាត់ធ្វើការចុចនៅលើពាក្យថា payment បាទនេះបាទ payment revert ហ្នឹងបងបាទហ្នឹងហើយបាទ convert បាទអូខេចុចតាមហ្នឹងមកអ្នកគ្នាបាទបន្តមកទៀតគឺបងប្អូនយកខាងក្រោមគេនេះបាទយកខាងក្រោមគេមកចុចតាមខ្ញុំហ្នឹងហើយអាហ្នឹងគឺសម្រាប់បងប្អូនយើងដែលគាត់មិនទាន់បានដែលគាត់បានធ្វើការទទួលបានលុយហើយណាប៉ុន្តែបើសិនជាមិនទាន់បានធ្វើការទទួលបានលុយទេអាចធ្វើការចុចលើទៅតែខ្ញុំសូមធ្វើការយកខាងក្រោមបាទចុចលើខាងក្រោមគេមកបាទដែលមានលេខ46.71សេនហ្នឹងបន្តមកទៀតគឺបងប្អូនធ្វើការចុចទៅខាង confirm បាទ relay បាទ confirm relay បាទអញ្ចឹងបងប្អូនចាំបន្តិចទៅអ្នកគ្នាចាំបន្តិចទៅបន្តមកទៀតគឺវានឹងនាំឲ្យចូលមកដល់ទំហំមួយនេះកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការបំពេញនៅជាមួយនឹងកម្មវិធី Gmail ហើយនិងកម្មវិធីប្រព័ន្ធ KYC ដើម្បីយើងបញ្ជាក់ដើម្បីយើងទូទាត់ជាមួយនឹងថាតើវាជាយើងជាម្ចាស់គណនីផ្ទាល់អញ្ចឹងណាគ្នាដើម្បីយើងអាចដកលុយបានដើម្បីយើងអាចធ្វើការបាញ់កាក់ឲ្យគាត់បានអញ្ចឹងណាបាញ់កាក់ទៅឲ្យឈ្មោះដែលអ្នកបាញ់លុយយើងណាគ្នាហ្នឹងហើយអញ្ចឹងសង្ឃឹមបងប្អូននឹងយល់អូខេអញ្ចឹងបងប្អូនធ្វើការចុចនេះគេដាក់ថា enter បាទដើម្បីយើងទៅយកលេខកូដបាទនៅក្នុងកម្មវិធីមួយនោះណាបាទកម្មវិធីយើងប្រព័ន្ធ KYC នេះបងប្អូនទៅយក link ជាស្រ័យទៅយកលេខកូដនៅក្នុងកម្មវិធីនេះបាទអញ្ចឹងបងប្អូនយើងគាត់មាន Binance គឺគាត់ប្រហែលជាមានកម្មវិធីហ្នឹងហើយអូខេអញ្ចឹងបងប្អូនយើងចូលមកក្នុងកម្មវិធីនេះមកហើយទៅនេះគឺវាឲ្យយើងឃើញទេដោយសារតែខ្ញុំ record ហើយកម្មវិធីហ្នឹងគឺវាលាក់បាំងជាមួយនឹងកូដបាទអញ្ចឹងវាឲ្យដឹងទេអូខេអញ្ចឹងខ្ញុំបានធ្វើការ copy ហើយបងប្អូនចូលមកក្នុងកម្មវិធី Binance របស់យើងវិញមកបងប្អូនគ្រាន់ធ្វើការសកត់ឲ្យគាត់ផាសចុចពាក្យថា pass ហ្នឹងមកបងប្អូនមានដំណើរការ direct តែម្ដងបាទអញ្ចឹងវាចេញសញ្ញាគ្រីសពណ៌បៃតងទៅនេះបាទមួយណាបងប្អូនចុចលើ email មួយទៀតមកបាទចុចលើ email មួយទៀតមកដើម្បីយើងធ្វើការទៅយកលេខកូដនៅក្នុង email មួយហ្នឹង email ដែលយើងធ្វើការយកទៅបង្កើតឬក៏ create account ជាមួយនឹង Binance បាទអញ្ចឹងបងប្អូនធ្វើការទៅយក email ហ្នឹងមកបាទវាបានផ្ញើទៅក្នុង email របស់យើងហើយបាទអញ្ចឹងបងប្អូនចូលមកក្នុងកម្មវិធីនេះម្ដងនេះកម្មវិធីនេះ Gmail បាទ email ឬក៏ Gmail ហ្នឹងបាទចុចចូលមកបាទបន្តមកទៀតគឺបងប្អូនយើងមកដល់ហើយនេះគឺបងប្អូនយើងឃើញគេដាក់ថា Binance បាទនៅក្នុង Gmail ណា Binance ចុចលើហ្នឹងមកបន្តមកទៀតបងប្អូននឹងមករកមើលលេខកូដនេះលេខកូដនេះគឺមាន6ខ្ទង់នៅក្នុង Binance បងប្អូនឃើញ logo Binance ខាងលើហើយបាទអញ្ចឹងចុចសកត់លើវាមកហើយយកពាក្យថាចម្លងក៏ copy អូខេតែប៉ុណ្្នឹងបងប្អូនមើលឲ្យតន់ណាហ្នឹងហើយបាទបន្តមកទៀតបងប្អូនចូលមកក្នុង Binance របស់យើងវិញនេះ
បាទយើងចូលមកក្នុង Binance យើងវិញយើងគ្រាន់ធ្វើការចុច Scott Pass នៅលើកន្លោនហ្នឹងមកបាទចុច Scott Pass នៅលើកន្លោនហ្នឹងមកនេះបាទចាំបន្តិចបាទចុច Scott Pass បិទភ្ជាប់នៅលើកន្លោនមួយហ្នឹងទៅវានឹងalert direct តែម្ដងនេះវា submit direct តែម្ដងអ្នកគ្នាបាទវា submit auto បាទវា submit auto បាទបន្តមកទៀតគឺបងប្អូនចេញសញ្ញាគ្រីសពណ៌បៃតងគឺ2នេះ2ណាបាទបន្តមកទៀតគឺបងប្អូនចាំតិចទៅវានឹងនាំគ្នាវានឹងនាំមកដល់ទម្រង់បែបនេះបាទបែបនេះគឺបានន័យថាខ្ញុំទទួលបានលុយនឹងហើយបាទខ្ញុំបានធ្វើការបាញ់ចំនួន47ជាងដុល្លារហ្នឹងទៅឲ្យគេហើយខ្ញុំទទួលបានចំនួន$46.71សេនដោយជោគជ័យបាទអញ្ចឹងចំនួនទឹកលុយដែលខ្ញុំទទួលបានគឺចំនួន$46.71សេននៅក្នុងកុងធនាគារ ABA របស់ខ្ញុំបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាទជោគជ័យណាបាទអរគុណច្រើនបាយបាយ